សំឡេងវត្ថុបុរាណជួយខ្ញុំផងបំបែកធូនេះទៅជួយរំដោះខ្ញុំចេញមកខ្សែខនហើយមិនដឹងពេលណាគេទៅបើកប្រាក់ខែឲ្យខ្ញុំទៀតទេស៊ូលីងឯងកំពុងតែធ្វើស្អីហ្នឹងលោកលីវចុះប្រាក់ខែ 5000 ដែលលោកសន្យាពេលណាបានបើកឲ្យខ្ញុំប្រញាប់ស្អីការងារតិចតួចហ្នឹងក៏ចង់បានលុយដែរថ្ងៃនេះគ្មានទេចាំថ្ងៃក្រោយចាំនិយាយគ្នាលោកទៅតែលក់ធូបបាន 20000 មិនបានជាគ្មានលុយលោកកំពុងកេងប្រវ័ញ្ចប្រាក់ខែខ្ញុំមែនទេមានក្មេងកំហុចហ៊ានទៅមកជាមួយអញមែនទេចេញទៅមិនបានទេថោធ្លាក់បែករបស់មានតម្លៃរបស់អញស៊ូលីងនាងពិតជាគ្មានប្រយោជន៍មែននេះជារបស់កំណត់តម្លៃ 300,000 បើនាងមិនសងទេអញនឹងប្តឹងប៉ូលីសឲ្យចាប់នាងដាក់គុកអើយស្ទះស្លាប់អស់ហើយទីបំផុតបានចេញពីសម្បកដ៏អាក្រក់នេះហើយស្រួលខ្លួនណាស់កុំឃើញថាខ្ញុំគូដូចទៅខ្ញុំទៅតែដឹកមកពីផ្សារដុំកាលពីសប្តាហ៍មុននេះឯងខ្ញុំជាក្រដាស់ព្រីនពីម៉ាស៊ីនទេទឹកថ្នាំក៏មិនទាន់ស្ងួតផងច្រេះលើខ្លួនខ្ញុំនេះខ្ញុំទៅតែប្រើទឹកអាស៊ីតត្រាំកាលពីម្សិលមិញជឿណាស់នេះគឺខ្ញុំអាចស្ដាប់សំឡេងរបស់វត្ថុបុរាណបានហើយមែនទេមិនបាច់លេងសើចទេសងលុយមក 300,000 បើមិនសងកុំសង្ឃឹមថានឹងចេញពីហាងនេះបាន 300,000 លោកលីវលោកយករបស់តម្លៃត្រឹម 50 យន់មកបង្ខំឲ្យខ្ញុំសងដល់ទៅ 300,000 មែនទេកុំចេះតែនិយាយនេះជារបស់មានតម្លៃដែលខ្ញុំខំរកទិញមករបស់មានតម្លៃមែនទេគេសរសេរអក្សរចិនប្រើក្នុងមីក្រូវេវនៅពីក្រោយច្បាស់ម្ល៉េះចុះរូបគូនេះវិញសំបីតែស្នាមព្រីនពីម៉ាស៊ីនក៏នៅមានដែររបស់คล้ายៗទាំងនេះមិនតម្លៃលើស 2000 ផងឯងឈប់មួលបង្កាច់អញទៅចង់ប្តឹងមែនទេប្តឹងទៅរួចហៅខាងនាយកដ្ឋានពាណិជ្ជកម្មមកត្រួតពិនិត្យហាងនេះផងថាមានរបស់คล้ายៗប៉ុន្មានគ្រឿងចាំមើលថាអ្នកណាដែលនឹងត្រូវជាប់គុកស៊ូលីងឯងកុំចេះតែនិយាយផ្ដេសផ្ដាសខ្ញុំជប់ធ្វើការជាមួយអ្នកលក់ចិត្តខ្មៅដូចអ្នកហើយប្រាក់ខែមុនចាត់ទុកថាជាថ្លៃធ្វើទៀនចុះគួរឲ្យចាប់អារម្មណ៍ណាស់ជាកម្មករធម្មតាម្នាក់តែបែរជាហ៊ានតាំងជាមួយអ្នកមានអំណាចក្នុងតំបន់បែបនេះទៅស៊ើបមើលប្រវត្តិគេមកមិនអាចទ្រាំបានហើយជួយខ្ញុំផងកុំមើលតែសម្ពកក្រៅជ្រេះអីតាមពិតខាងក្នុងវាលាក់បាំងក្បាលព្រះពុទ្ធធ្វើពីត្បូងមានតម្លៃដល់ទៅ$5 លានឯណោះក្បាលព្រះពុទ្ធតម្លៃ$5 លានបានវាមកខ្ញុំច្បាស់ជាខ្លាយជាអ្នកមានមិនខានប៉ុន្តែត្រូវតែធ្វើខ្លួនឲ្យធម្មតាលោកម្ចាស់តើក្បាលព្រះពុទ្ធជ្រេះនេះលក់ប៉ុន្មានមើលទៅសំបីតែរៀងក៏មើលមិនយល់ផងយកទៅកណ្ដែកក៏គេមិនយកដែរអូស្រីស្អាតឯងនេះភ្នែកមិនដល់សោះនេះគឺជាក្បាលព្រះពុទ្ធស្ពាន់ហូមសម័យរាជវង្សមឹងអ្វីថៃណាមើលស្នាមជ្រេះនិងក្បាច់រចនានេះសិនមកនេះគឺជារបស់ប្រើប្រាស់ក្នុងរាជវាំងសុទ្ធសាធបើមិនមែនដោយសារខ្ញុំកំពុងតច្រកខ្លាំងទេទោះឲ្យ 100000 ក៏ខ្ញុំមិនលក់ដែរថ្ងៃនេះសំណាងរបស់អ្នកហើយខ្ញុំលក់ឲ្យត្រឹម 100000 តែម្ដងពូនេះពូកែភូតមែនតាំងពីសម័យរាជវង្សឈិងគេលាក់ខ្លួនដោយយកស្រទាប់ដែកមកបិទបាំងដើម្បីគេចពីសង្គ្រាមសោះមកនិយាយថាសម័យរាជវង្សមឹងទៅវិញតើពូនេះពិតជាល្ងងមែនឬក៏មិនចេះមើលរបស់ហ្នឹងសម័យរាជវង្សមឹងអីទៅលោកម្ចាស់ពូគិតថាខ្ញុំមិនដឹងមែនទេស្ពាន់សម័យរាជវង្សមឹងគឺធ្វើពីស្ពាន់សុទ្ធសាច់ស្ពាន់ខាងក្នុងមានពន្លឺលោចុះរបស់ពូនេះវិញពេញដោយស្នាមជ្រេះហើយបាតខាងក្រោមមានស្នាមចាក់ពុំសម័យទំនើបទៀតមួយទៀតព្រះពុទ្ធសម័យមឹងមានព្រះភ័ក្ត្រពេញព្រះនេត្រកម្រោកពាក់កណ្ដាលចុះក្បាលព្រះពុទ្ធពូព្រះភ័ក្ត្រវិខថែមទៀតផងរបស់ក្នុងរាជវាំងអីទៅពូកែណាស់ក្មួយអញ្ចឹងក្មួយឲ្យថ្លៃប៉ុន្មាន 5000 មួយកាក់ក៏ខ្ញុំមិនឲ្យលើសនេះដែរ 5000 ចង់គ្នាអីខ្ញុំទិញចូលថ្លៃជាងនេះទៅទៀតយ៉ាងហោចណាស់ក៏50000ដែរអញ្ចឹងពូខ្សាទុកឲ្យហើយទៅចុះត្រឡប់មកវិញស្អីណាស់ថ្ងៃនេះ5000ក៏5000ចាត់ទុកថាធ្វើមិត្តភក្តិនឹងគ្នាទៅចុះសម្រាប់ជោគជ័យដល់ពេលបង្ហាញការពិតហើយលោកម្ចាស់ខ្ញុំសុំទិញញួរមួយក្មួយទិញញួរធំប៉ុននេះធ្វើអ្វីយកមកបំបែកក្របគេណាត់